ទាំងអស់គ្នាចេះតែឆ្ងល់ថាយ៉ាងម៉េចបានជាអាជីវកម្មគឺមុខរបររបស់យើងវាមិនទៅមុខវារិចរើហើយបំណុលចេះតែជាប់តាមដៃតាមជើងរហូតយ៉ាងនេះដូច្នេះហើយយើងទៅមើលតើផ្ទះយើងដែលយើងបានរស់នៅរាល់ថ្ងៃរហូតមកដល់ថ្ងៃនេះបាទចាប់ពី3ឆ្នាំចាប់ពី5ឆ្នាំឡើងទៅបាទវាមានរឿងហេតុដូចនេះកើតឡើងទី1ផ្ទះដែលមានចណ្ដាលនៅខាងក្រៅចណ្ដាលក្រៅផ្ទះគឺមិនល្អទេសម្រាប់អាជីវកម្មសម្រាប់ជីវភាពសម្រាប់បញ្ហាលុយព្រោះថាចណ្ដាលវាត្រូវនៅក្នុងផ្ទះដល់យើងសាងសង់នៅក្រៅផ្ទះបាទគឺខុសហើយទី2ផ្ទះដែលយើងសាងសង់បាទបាត់តសឆ្កឹងពីក្រោមបាទតសថ្មក៏ដោយតសឥដ្ឋក៏ដោយតសឈើក៏ដោយអត់មានបាំងជញ្ជាំងអាខាងក្រោមហ្នឹងស្រឡះធេងបាទនោះហើយក៏មិនល្អសម្រាប់អាជីវកម្មសម្រាប់បញ្ហាលុយកាក់យើងដែរទី3បាទផ្ទះថ្មតសឥដ្ឋដែលយើងចាក់ប្លង់សេហើយយើងធ្វើដបូលខាងលើបាទមានដបូលក្របពីលើចឹងហើយប៉ុន្តែជញ្ជាំងអត់មានតទេដែលយើងថាអូទុកចឹងវាល្អវាល្អហើយអីសម្រាប់ពិធីជប់លៀងឬក៏ជួបជុំឬក៏យើងទៅអង្គុយលំហើយបាទនឹងវាល្អសម្រាប់ការរស់នៅសម្រាប់ការប្រើប្រាស់តែប៉ុន្តែសម្រាប់ហុងស៊ុយគឺបាទខុសហើយទី4បន្ទប់ទឹកបាទបន្ទប់ទឹកបង្គន់នៅក្រៅផ្ទះបាទនឹងក៏ខុសដែរធម្មតាបន្ទប់ទឹកបង្គន់ត្រូវនៅក្នុងផ្ទះខ្លះគេធ្វើរហូតដល់នៅក្នុងបន្ទប់គេងទៀតផងបាទហើយដល់យើងទៅធ្វើក្រៅផ្ទះបាទវាជារឿងខុសហើយបាទទី5បាទយើងមើលអាទីធ្លាមុខផ្ទះបាទអាទីធ្លាមុខផ្ទះរបស់យើងហើយផ្លូវបាទកាលណាបើទីធ្លាមុខផ្ទះរបស់យើងហ្នឹងបាទវាខ្ពស់ជាងផ្លូវបាទហ្នឹងក៏មិនល្អសម្រាប់បាទអាជីវកម្មនិងការរស់នៅរបស់យើងទី6គឺដំបូលបាទដំបូលបាទខាងក្រោយទៀបហ្នឹងគឺមិនល្អបាទសម្រាប់អាជីវកម្មរបស់យើងទេបាទទី7បាទយ៉ាវែងនៅមុខឲ្យថែមអាសម្យ៉ាបនឹងគៀនខាងអីថែមទៀតបាទហើយអត់មានចិញ្ចាំងបិទបាំងបាទនេះក៏ជាគេហៅហុងស៊ុយឆុងផងដែរ8បាទក្រោយផ្ទះរបស់យើងបាទក្រោយផ្ទះរបស់យើងមានទំនាបបាទមានទំនាបហើយមានដាក់ទឹកមានទឹកខោអីជាដើមបាទឲ្យតែខាងក្រោយផ្ទះរបស់យើងវាទៀបបាទវាទៀបជាងតួផ្ទះបាទវាទៀបជាងបាទគឺមិនល្អសម្រាប់9បាទ9អាដើមឈើបាទដើមឈើធំដែលយើងដាំក្តីយើងមិនដាំក្តីវានៅខាងមុខផ្ទះយើងវានៅពាំងខ្យល់ជាប់ចឹងណាបាទនឹងក៏មិនល្អសម្រាប់សេដ្ឋកិច្ចសម្រាប់អាជីវកម្មរបស់យើងដែរបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា